សួស្តីអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺកំពុងតែរៀបចំទៅហូបបាយបាទតែអ្នកទាំងអស់គ្នាដឹងហើយថាទម្លាប់ទីហ៊ានគឺមុននឹងហូបបាយត្រូវតែរៀបចំឲ្យបានរៀបរយមុននឹងអាចចូលទៅហូបបាយបានឥឡូវគឺខ្ញុំកំពុងបួសជើងខោដើម្បីពាក់ស្បែកជើងទៅញ៉ាំបាយឥឡូវកំពុងតែបួសជើងខោហើយពេលមកហើយគឺបន្ទាប់មកគឺពាក់កងជើងខ្ញុំហ៊ានថាកងជើងនេះគឺពាក់ដើម្បីមិនចង់ស្រោមអត់មិនចង់រំជើងគឺយើងពាក់កងជើងដើម្បីនេះចាំមើលបាទដើម្បីដាក់ខោទៅក្នុងកងជើងនេះដើម្បីឲ្យវារឹបហើយមើលទៅវាស្អាតហើយវាធ្លាក់ចុះក្រោមនេះវាដាក់ចឹងគឺខ្ញុំចូលមកដំបូងខ្ញុំឆ្ងល់ថាពាក់កងជើងអីឥឡូវគឺដឹងហើយបាទគឺដាក់ដើម្បីកុំឲ្យវាធ្លាក់ចុះក្រោមហើយបន្ទាប់មកទៅពាក់ស្រោមជើងបាទគឺថាក្នុងឯកសណ្ឋានទាហានគឺថាយូរពាក់ស្បែកជើងហ្នឹងឯងដែលយូរជាងគេបាទនិយាយទៅ10នាទីពាក់ខែទាហានអត់ចង់ទាន់ណាជួនឹងពាក់ស្រោមជើងយ៉ាងហោចក៏ប្រហែលពេលចង់5នាទីហើយបាទអាចថាវា3ទៅ4នាទីហ្នឹងហើយឥឡូវយើងពាក់ស្រោមជើងហើយបាទឥឡូវយើងរៀបចំពាក់ស្បែកជើងម្ដងមុននឹងពាក់ស្បែកជើងយើងគឺយើងប្រឡោះស្បែកជើងឲ្យអស់ឲ្យធ្លាក់ដីអីចឹងឥឡូវយើងកំពុងរៀបចំពាក់ហើយយើងត្រូវទាញស្រោមជើងឡើងលើឲ្យវាជើងក្បាលស្រោមជើងមកដើម្បីវាអាចថាវាបិទជើងទៅបាទហើយមើលទៅវារឹបហើយយើងចង់ស្បែកជើងគឺដំបូងយើងចង់បែបហ្នឹងសិនដំបូងគឺយើងទាញឲ្យវាតង់ហើយយើងចង់បន្ទុយវាឲ្យស្មើគ្នានោះឥឡូវដាក់មេដៃហ្នឹងហើយយើងច្បត់ចូលក្នុងទៅបាទអាចថាវាមិនពិបាកប៉ុន្មានទេតែពេលយើងអាចធ្វើវាអត់ទម្លាប់គឺយើងមើលឆ្កងហើយយើងធ្វើទៅវាអត់ត្រឹមត្រូវតាមការស្លៀកពាក់ឯកសណ្ឋានរបស់ទាហានបាទពេលយើងពាក់ដំបូងវាអាចថាស្អប់ស្អាតតិចតួចប៉ុន្តែយើងពាក់យូរគឺធម្មតាបាទហើយយើងទីស្រោមជើងអត់ទាញជើងខោចុះមកក្រោមពីមកនេះឃើញវាបិទជិតទៅបាទឥឡូវយើងពាក់ម្ខាងទៀតពេលយើងពាក់ម្ខាងទៀតក៏ដូចគ្នាចឹងដែរគឺយើងទាញឲ្យតឹងហើយយើងដាក់ធ្វើម៉េចឲ្យស្រោមជើងទីឡើងលើអស់ហើយយើងទាញខ្សែចងស្បែកជើងឲ្យយើងតឹងតិចមកហើយយើងចង់ធ្វើម៉េចឲ្យស្មើគ្នាបាទចូលសម្លេងនេះគឺថាខ្លងជាមួយអ្នកនៅក្រៅដែរតែយ៉ាងណាក៏ខ្ញុំឆ្លៀតពេលចូលសម្លេងដែរហើយឥឡូវនេះគឺខ្ញុំចង់បាន90%ហើយបាទហើយយើងដាក់ស្រោមជើងឲ្យត្រឹមត្រូវមកហើយទីខ្សែឲ្យតង់ហើយដាក់ធ្វើម៉េចស្មើគ្នាកាលណាខ្សែវាស្មើគ្នាវាមើលទៅវាអាចថាវាតង់ល្អហើយយើងធ្វើម៉េចខ្ញុំស្រោមជើងឲ្យចូលនឹងតាមហោងស្បែកជើងទៅហើយយើងទាញខោយកត្រង់ក្រោមមកឥឡូវបាទមើលកស្លីបល្អអូខេបាយតែអ្វីដែលសំខាន់គឺថាត្រូវវិន័យគ្រូបាទហើយឥឡូវកំពុងហូបបាយនៅហាថ្ងៃទាំងអស់គ្នាគឺថាឆ្ងាញ់មែនតើបងប្អូនបាទនឹងមែនសមោហភាពបងប្អូនបាយ